ចែកជំរាបសួរលោកគ្រូនិងស្រីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកធ្វើការងារបន្តពីការងារទី1អញ្ចឹងការងារទី1យើងគ្រាន់តែ install ទៅលើ Ubuntu server នៅលើ VirtualBox ហើយថ្ងៃនេះយើងមកធ្វើការ install ទៅលើ SH ម្ដងអញ្ចឹងដំបូងយើងត្រូវប្រកាសសិនថា network យើងអញ្ចឹងសម្រាប់ខ្ញុំប្រើ wireless network អញ្ចឹងខ្ញុំអាចជ្រើសលើ bridge adapter បានហើយចុច OK មកបន្តទៀតយើងធ្វើការ start អញ្ចឹងយើង install ទៅលើ SH ហ្នឹងដើម្បីហើយ config វាហ្នឹងដើម្បីអនុញ្ញាតឲ្យយើងអាចយកម៉ាស៊ីនមួយទៀតហើយ remote ចូលមកប្រើម៉ាស៊ីនមួយនេះបានអញ្ចឹងយើងត្រូវធ្វើការចាំវាបន្តិចអញ្ចឹងដំបូងយើងត្រូវបំពេញឈ្មោះ service name ហើយ password របស់ខ្ញុំដាក់123អញ្ចឹងបន្តទៀតយើងត្រូវធ្វើការ update សិនមុននឹងយើងដើម្បីទទួលបានឯកថ្មីអញ្ចឹងទៅអញ្ចឹង command គឺ sudo apt update ហើយ password 123អញ្ចឹងយើងត្រូវធ្វើការចាំវាបន្តិចសិនទៅហើយបន្ទាប់ពីយើង update ហើយយើងមកធ្វើការ install ទៅលើ SH យើងអញ្ចឹងដំបូងយើងត្រូវ say command open sh server អញ្ចឹងយើងត្រូវការ install server មួយហ្នឹងហើយចំពោះ command ខ្ញុំនឹងតម្លាក់នៅក្នុង description អញ្ចឹងយើងអាចឆែកមើលបានហើយខ្ញុំដាក់ caption មួយទៅតាមន័យរបស់ command ហ្នឹងហើយបន្ទាប់ពីយើងinstall រួចហើយយើងត្រូវការ enable វាដើម្បីបើកឲ្យវាដំណើរការសិនអញ្ចឹង command គឺ sudo systemctl អញ្ចឹង ctl មានន័យថា system control ហើយយើង enable now ដក click ពីរដង dash ពីរដង now ហើយនឹង sh អញ្ចឹងមានន័យថាយើង system control ហ្នឹងដើម្បីបើកដំណើរការទៅលើ sh អញ្ចឹងបន្ទាប់ពីយើងបើករួចហើយយើងត្រូវ check status សិនថាវា active ហើយអញ្ចឹងចំពោះ command គឺ sudo ដដែល system control status sh អញ្ចឹងយើងអាចមើលបានពណ៌ប៊ីតុងខកគេហ្នឹងវាដាក់ active running ចូលមកន័យថាយើងបានបើក enable វាបានសម្រេចហើយអញ្ចឹងដើម្បីតបឆៃ status ហើយយើងត្រូវបើក allow វាដើម្បីឲ្យ network ខាងក្រៅហ្នឹង access ចូលមកប្រើបានអញ្ចឹងទៅអញ្ចឹងចំពោះ command គឺ sudo ufw ហើយ allow sh អញ្ចឹង command មួយហ្នឹងគឺយើងត្រូវប្រើ middleware ufw ហ្នឹងដើម្បីអនុញ្ញាតឲ្យ firewall ដើម្បីឲ្យអ្នកផ្សេងហ្នឹង access ចូលមកកាន់ service របស់យើងបានអញ្ចឹងបន្តទៀតមកដើម្បីឲ្យគេចូលមកបានយើងត្រូវដឹងសិនថា IP address របស់យើងហ្នឹងលេខបានអញ្ចឹងចំពោះ command ឆែកទៅលើ IP address នៅក្នុង Ubuntu server គឺ IPA អញ្ចឹងចំពោះ command IP address របស់ខ្ញុំហ្នឹងគឺ 172.20.10.2 អញ្ចឹងខ្ញុំនឹងយកម៉ាស៊ីនខាងក្រៅខ្ញុំនេះធ្វើការ log ចូលមកប្រើអញ្ចឹងខ្ញុំត្រូវបើក PowerShell ហើយដំបូងខ្ញុំ test សិនថាវាស្គាល់គ្នាក៏អត់អញ្ចឹងយើងត្រូវទៅ say command ping ហើយ ping ទៅកាន់ IP address ហ្នឹងគឺ 172.20.10.2 អញ្ចឹងខ្ញុំអញ្ចឹងបើវា load អញ្ចឹងមានន័យថាវាតាក់ទងគ្នាបានអញ្ចឹងយើងធ្វើការ log ចូលមកទៅអញ្ចឹងចំពោះcommand នេះគឺយើងទៅ say sh ហើយយើងដាក់ username អញ្ចឹង username របស់ខ្ញុំគឺឈ្មោះ Heng ហើយយើងដាក់សញ្ញា add ហើយបន្តមកគឺ IP address របស់ Ubuntu server យើងដែលយើងធ្វើការ pin test មិញហ្នឹងគឺ 172.20.10.2
100.2 ជា20.10.2 ហើយយើង enter ទៅយើង web assert 1 2 3អញ្ចឹងមើលថាវាដំណើរការអញ្ចឹងយើងចូលមកក្នុង Ubuntu server យើងសិនយើង test ទៅលើសួរវាថាខ្ញុំនឹងណាគេអញ្ចឹងឈ្មោះហេង username របស់ខ្ញុំហើយយើង test ទៅលើ pwv សិនអញ្ចឹងវាដាក់នៅក្នុង home ហើយ /hey អញ្ចឹងចំពោះPowerShell យើងអញ្ចឹងយើងសួរដូចគ្នាថា who am I អញ្ចឹងហេងហើយ pwd ទៅខ្ញុំមានន័យថាយើងអាចយកម៉ាស៊ីនក្រៅហ្នឹង remote ហើយយកទៅប្រើប្រាស់ទៅលើម៉ាស៊ីនខាងក្នុងបានយើងសូមបិទវាចោលទៅហើយអញ្ចឹងវីដេអូនេះចោលតែប៉ុណ្្នឹងហើយដោយសារតែយើងអាច config តេស្តចូលបានអញ្ចឹងយើងបិទធម្មតា shutdown now អញ្ចឹង command នេះគឺជា command shutdown ហើយតើវា shutdown ហើយអញ្ចឹងដោយសារ SA ហ្នឹងវាជាការចាប់ផ្ដើមមួយសំខាន់ណាស់អញ្ចឹងបន្តវាធ្វើឲ្យយើងអាច take snapshot បានដែលយើងចុចទៅលើ icon មួយនេះបន្តមកទៀតយើង right click ទៅលើ current state នេះមកយើងចុចទៅលើ take ហើយយើងអាចយើងគ្រាន់តែទៅសេដាក់ឈ្មោះទៅថា install sh ហើយយើងចុច OK មកអញ្ចឹងនៅពេលណាដែលយើងធ្វើទៅមុខ error អញ្ចឹងទៅយើងអាច take snapshot ឲ្យវា restore មកខាងក្រោយវិញបានអញ្ចឹងទៅយើងចុច restore មកវានឹងមកក្រោយអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នា